ខ្ញុំពងជីទៅហោ hostel ដែលខ្ញុំត្រូវគេងនៅរតនគិរីនៅអគ្រាហើយខ្ញុំហោ hostel ដែលតម្លៃបានធូរបំផុតក្នុងជីវិតហ្មងគឺមកយប់តែ$2ណាអគ្រាពីផ្សារមុនណាខ្ញុំគេ hostel មកយប់3រៀលខ្ញុំថាធូរថ្លៃណាប៉ុន្តែនេះមកយប់តែ2រៀលវាធូរលើសពីធូរមែនតើបងឥឡូវតែនិយាយឥឡូវជីហូបផ្លូវបាត់ប្រឡាប់ទៅក្រោយវិញសិនអូយជីហូបអូយ៉ាបាត់តាមផ្លូវនេះមក yes ខាងស្ដាំដៃនេះហើយម៉ូតូដែលកន្លែងខ្ញុំជួលនេះដល់គ្នាគេមានកន្លែងដាក់ឲ្យយើងមើល map ស្រួលទៀត Hello cô Yes អូមកដល់ហើយណាគ្នាបាទចាខ្ញុំ booking ហើយនៅក្នុង app ចាំគេដាក់របបហ្នឹងខ្ញុំពុនខ្ញុំអត់គាត់ដឹងរបបបន្ទប់មួយណាគាត់ចាំបាទអរគុណច្រើនអូ គេជីមទៅហួសតែខ្ញុំដាក់ឡើងខ្លាំងមក បាទមកខ្ញុំជិះហួសខ្ញុំឥឡូវថតវីដេអូភ្លេចមើល map ហួសផ្លូវនៅនេះតម្លៃធូរថ្លៃមែនតើហ្មងយើងឃើញលក្ខណៈថាខ្ញុំប្រអប់ទៅលើធូរ បាទខ្ញុំរៀបចំធូរលក្ខណៈ trekking ផ្សេងនៅក្នុងព្រៃអញ្ចឹងខ្ញុំរឿង stay នេះយើងលក្ខណៈកញ្ចប់មួយតូចទេប៉ុន្តែយើងប្រាប់ទៅលើសកម្មភាពផ្សេងនេះវា trekking ផ្សេងអីបាទស្អែកហ្នឹងខ្ញុំជឿទៅព្រៃ2-3ថ្ងៃទៅព្រៃពូអូទៅ2-3ថ្ងៃហ្មង2-3ថ្ងៃរតនគិរីនេះខ្ញុំហៅបានកន្លែងគេងដែលមានតម្លៃធូរថ្លៃបំផុតគឺមកយប់តាម$8,000លុយខ្មែរ like អ្នកគេជឿអត់ត្រូវតែជឿពួកអីខ្ញុំ booking ហើយចាំខ្ញុំទៅ review មើលថានៅនេះមិនទៅមកលេងរតនគិរីមកកន្លែងគាត់នេះមកជប់ឈ្មោះគាត់ឈ្មោះរតនគិរី homestay and the jungle trek នេះអ្នកគ្នាខ្ញុំមកដល់នេះម៉ោង6កន្លះបាទប៉ុន្តែមិញមកឡៃនៅដើរលេងផ្សារបានលុងបាទផ្សារគេធំហ่าបាទដល់កន្លែងហ្នឹងនៅនេះអត់សូវមានខ្មែរហ្មងពីចឹងគឺបរទេសទាំងអស់និយាយតែខ្ញុំ99%គឺបរទេសសុទ្ធបាទខ្មែរមានតែខ្មែរលោកថាមាន tour leader គាត់មកគាត់មានមកមួយជើងហ្នឹងជួនកាលទៅគាត់មកមានខ្មែរមួយទៅបាទនៅនេះចង់ថា walk in មកដល់ក៏បានដែរមែនបាទតម្លៃគឺទូទៅហ្មង2រៀលអត់មានប្រូតម្លៃគឺ2រៀលថេរហូតហ្មង booking តាមហ្នឹង2រៀលប្រាប់ដង2រៀលទៅបឹងគីឡូ4រៀលទៅfamily room មាន7រៀល9រៀលតាមបន្ទប់ទៅ high season មកកម្មនៅតែតម្លៃប៉ុណ្្នឹងរហូតគាត់យើងបន្ទប់យើងលក្ខណៈសាមញ្ញយើងលក្ខណៈថាបោកចង់បង្ហាញពីបោកទៀតថាការរស់នៅខ្មែរយើងបែបណាអញ្ចឹងគាត់ចង់ដឹងអញ្ចឹងឯងខ្ញុំចូលចិត្តហ្មងខ្ញុំចូលចិត្តហ្មងខ្ជូតមែននេះអេនឹងខ្ជូតឈ្មោះអីឈ្មោះអីចាំតិចទៅពុនខ្ញុំដល់ហើយបាទពូបាទវាសួរបងទៅម្ដងមិញបងហើយបងហ៎អូខេបងអូខេខ្ញុំយកកតាបសិនបងឯនឹងមានតែខ្ញុំម្នាក់ឯងបងហ៎មានម្នាក់ត្រូវតែតម្លាក់មកមែនចាតម្លាក់ការពារហើយអូនយើងបាទខ្ញុំឲ្យលេខ1ហ្មងបង Yes ថ្ងៃនេះគឺមានតែខ្ញុំទេណាអ្នកគ្នាគឺនិយាយថាខ្ញុំ private បណ្ដោយបងគីឡូភ្ញៀវពេញមែនបងពេញហ៎នេះមកយប់តា$4គេលុយខ្មែរ16000អ្នកគ្នារកកន្លែងណាធូរថ្លៃជាងហ្នឹងគ្មានទេនៅនេះហ៎ខ្ញុំ check ឃើញមានតែកន្លែងបងមួយឯងធូរថ្លៃជាងគេហ្មងហើយអានេះគឺទុកខំលុយខ្ញុំទំសារក្រាពូកទៅមកយកដាក់បោកអស់លុយនេះអ្នកគ្នានេះបន្ទប់ family គាត់របៀបថានេះបន្ទប់មកបន្ទប់ប៉ុន្មានបងអានេះ6រៀលតែ6រៀល Oh my god នេះអ្នកគ្នាមានតែក្រែ2មកយប់តែ$6ទេហើយនេះបរិយាកាសជុំវិញនេះគឺសិតតែធម្មជាតិហ្មងហើយនេះបឹងគីឡូគាត់នេះបន្ទប់ទឹកនៅចិត្តយើងហ្មងណាគេឃើញអត់អូបាទបងបាននេះបាទនេះអ្នកគ្នាមកបើឡើងពេញដើមហ្មងនេះអ្នកគ្នាអាចតាក់ទងគាត់បាននេះខ្ញុំពងសុំលេខTelegram គាត់ចាខ្ញុំដាក់នៅក្នុងវីដេអូហ្នឹងឲ្យវាអត់សូវមានច្រើនកន្លែងទេអញ្ចឹងមុនមកគួរតែ booking ឲ្យទៅហើយ app ដែលយើងអាច booking បានគឺក្នុង app booking.com ទឹកនេះយើងប្រើរូបគេចឹងទៅអត់មានកង្ហាលទាំងអស់គឺរបៀបថាយើងគេងធម្មជាតិជាមួយអ្នកគ្នា$2ហ្នឹងទៅគេងនៅបឹងគីឡូអានេះបានមានកង្ហាលអីនៅក្នុងហ្នឹងណាគ្នានេះចាប់ហើយដល់នេះដេកយកបណ្ដោយនេះមកម៉ាននេះម៉ោង1 2នាទីអ្នកគ្នាថ្ងៃទី1នេះខ្ញុំ plan ថាចេញពីហ្នឹងទៅខ្ញុំគិតថាខ្ញុំអាចនឹង explore មកជិះម៉ូតូជុំវិញនៅខាងក្រុងបានលុងគេនេះថានៅនេះមានអីខ្លះឥឡូវនេះអត់ទាន់ញ៉ាំអីទេអ្នកគ្នាខ្ញុំចេញពីហ្នឹងទៅបានទៅហើយញ៉ាំរៀបចំហើយអ្នកគ្នាភ្ញៀវបងភ្ញៀវថ្មីមក Hi Good to see you
You just arrived here? No, we are here since 2-3 days. Oh, 3 days already? Ah, okay. I just arrived here for first day here. Okay. Yes. Good to see you. ដំណើរខ្ញុំចាប់ផ្ដើមហើយគឺជាថ្ងៃទី1ក្នុងការរុករកខេត្តរតនគិរីនេះដល់នេះថ្ងៃទី1គួរញ៉ាំអីល្អណោះតែខ្ញុំឆ្លាញ់ផងថានៅតាមផ្លូវគេដាក់រមណីយដ្ឋានកន្លែងទេសចរឲ្យយើងឃើញថាមកដល់នេះយើងទៅណាខ្លះនេះគេហៅទឹកជ្រោះចាអងនេះគេហៅទឹកជ្រោះបឹងលំកោតចុះមានន័យថាអត់បាក់ទេកន្លែងគេច្រើនដល់លេងនៅរតនគិរីនេះគឺកន្លែងច្រើនម្ដងវងមកក្រុងបានលងវិញណាគ្នាឥឡូវនេះខ្ញុំថាជិះលេងសិនជិះទៅមើលតាមផ្លូវហ្នឹងអញ្ចឹងនេះវិទ្យាល័យសម្ដេចឪសម្ដេចម៉ែអូធំតាវិទ្យាល័យគេនេះធំហ្នឹងខ្ញុំចောက်លុយបានដែរណាគ្នាទិញអីតាមផ្លូវទៅស្រួលអម ចា អានេះមួយម៉ានអម 1000 1000ទេបាទខ្ញុំយកខ្ញុំ2មកណា ចា ហើយចុះអានេះមួយម៉ាន អាហ្នឹង3 5000 3 5000អើយ3 5000 6 1 1 2000 2000បាទយើនំនេះមួយហើយនេះខ្ញុំ2មកណាអមណា អូនយកអានេះ2តែឲ្យតែ3000មកគ្រប់5000 បាទបាទអញ្ចឹងក៏បានដែរបាទចូលមកជួយទិញអមតាមផ្លូវដូចដែរអម អូយថ្ងៃណាដាច់ថ្ងៃណាមិនដាច់អូនអើយថ្ងៃណាដាច់ទៅក៏បានទៅថ្ងៃណាមិនដាច់នឹងទៅចែកគ្នាគេទៅ បាទមកអមខ្ញុំជួយទិញអមដកលុយមកត្រូវបាទអរគុណច្រើនអមបាទនេះលាអមបាទអមបាទនៅរតនគិរីក៏គេមានផ្សារទំនើបដែរណាអ្នកនេះឥឡូវខ្ញុំចូលខាងក្នុងឈ្មោះដូចនៅខាងមណ្ឌលគិរីដែរក្រុមហ៊ុនតែមួយស៊ីត្រាយ៉ាបងបាទអរគុណបង មកទិញអីមកខែបង អូខេបងបានទិញអីនៅ បាទបងចាំ នៅ ជិះ អូខេបងបាយបង thank មក you យ បង នៅបង ទៅមកដល់នេះផាប់មិញបងផាប់មិញហ្នឹងបងទៅវិញប្រហែលជា52ថ្ងៃទៀតខ្ញុំនៅនេះទី2ថ្ងៃបាទបងអរគុណបងជំរាបបងខាងក្នុងនេះសួរបងគ្នានេះខាងក្នុងគេនេះធំណាស់សាទំនើបគេនៅនេះក៏មានដែររតនគិរីមែនសាមនក៏មានដែរវ៉ាវធំមែនតើអូអាខាងនេះផ្នែកគេលក់របៀបគ្រឿងប្រើប្រាស់អញ្ចឹងណាគ្នាខាងនេះបានគេលក់គ្រឿងញ៉ាំគ្រឿងទេសអីចឹង ប៉ុណ្ណឹងឯង តែប៉ុណ្ណាបងបាទនៅនេះបើកដល់ម៉ោងប៉ុន្មានបង ដល់មក10យប់បង 10យប់អូខេបាទញ៉ាំបង អរគុណបង បាទ thank you bye bye បង បងខ្ញុំទៅលេងយ៉ាងហោចទេណា យ៉ាដល់នឹងទៅបង ទឹកថ្លាវិញហើយ អូ ពីពីនេះអូ បាទបងបាទតែណា bye bye បងជំរាបបងបាទខ្ញុំឃើញក្នុងម៉ៅគេដាក់មានចំណាំងលាក់ខ្លួនមួយអ្នកគ្នាអូលាក់ខ្លួនរបស់គេមែននេះដល់នេះខ្ញុំចង់លក់រសជាតិចំណាំងម្ដងទៀតលីមួយចំណាំងលាក់ខ្លួនអូខេយសួរបងចំណាំងស្មានហ្នឹងមានទេបងមានបងអូខេមួយចានប៉ុន្មានបង6000ដាក់ខ្ញុំមួយមកបងខ្ញុំផ្លាខ្ញុំចិត្តជាងគេមកមិននំខ្មែរខ្ញុំក៏ចូលឆ្ងាញ់ទៀតនំឡងទុនរូបរាងចំណាគឺអញ្ចឹងអ្នកគ្នាមកគេដាក់មីសួរវិញទៅមុនញ៉ាំមីម្ដងហ្នឹងឈ្ងុយអ្នកគ្នាសាក់ភ្លុកលើកទី2វាបន្ថែមរសជាតិសាគូទៅប៉ាំងខ្ញុំញ៉ាំអស់ហើយអ្នកគ្នានេះគេមាន Grab Food ដែលយកមកហូបដល់កន្លែងទៀតបាទអូទៅប៉ាំងនេះបងធ្វើខ្លួនឯងមែន 5ខ្លួនឯងបង អូបាទ យើងទិញពីគេស្ងោរប៉ុន្តែយើង5ដាក់បង អូបាទបងវ៉ាវអាហ្នឹងគឺចាណាំងត្រូវតែមានតប៉ាំងហ្នឹងឯង បងមកពី ខ្ញុំមកពេញបាទ មកដល់លេង បាទណាលេងបងអរគុណច្រើនបងបាទអូបាទផ្លេចទៅសិនណាបងជម្រាបបងបាទដល់នេះនៅណាចេះជីកុដអីដែលយើងថ្ងៃទី1ត្រូវធ្វើគឺយើងជិះដើរ explore នៅក្នុងក្រុងគេហ្នឹងដល់ព្រមមួយទៀតឯណាគ្នាអញផឹកកាហ្វេនៅកន្លែងដងហើយអញ្ចឹងងាយនេះខ្ញុំផឹកអីជក់អាមនៅកន្លែងចិត្តនេះវិញខ្ញុំសុំតែ mulberry crystal នេះមួយមកបងបាទ
cà phê này chuột mày còn tôi lên nhiều sân trong bờ việt hiện chuyện tích chẳng dùng tờ hàng bằng là sai luôn nữa kìa hai cái nơi hoặc thang muốn năng nó nhâm chu con này cái lại nhâm kê nhở what's your name William. what William. William nice to meet you where you from Friends. ah so how about you Nothing. And yeah you? I'm here Hero. Hero Hero. Hero yeah Hero. Yeah. And where are you from? I'm a local here. We can go to the big lake in here. Yes, here. Yes, Yes. it's great. And we are work around. Wow, around here it's so big. I would do that too. Yeah. I have something for you. Go to the color. It's kind of the here. It's kind of the tap when you go like solo or when you go to somewhere that you want to like yeah like this. It will like here, very good. And I always do this like when I'm going to solo. Thank you so much. Yeah. Okay, yes. For you. Yeah, no, it's perfect. Yeah. It's really beautiful. Yeah, use that. Yeah. Here. Yeah. It's like magic. You can do everything you want. Like. Angkor Wat is like a great destination you should go. Yeah. You know that they have like a road from the lake and you can like maybe you can because you're Yes, you're I can swim for the moment what happened for you in a motorbike In Laos. in Laos. in Lao Lao នេះគាត់ឈឺដៃគាត់ដួលម៉ូតូនៅឡាវណាគ្នា Oh wow so you don't go with him you okay No. Yes. oh yeah It's good. It's my hero. Oh yeah. After you've been Lao and you will Ratchaburi first and then to Mandaluyong Yes. and to Phnom Penh. Phnom Penh, Siem Reap, Krasie. Kati. Kati. Yes, yeah, Kati. yes. But in Cambodia we don't call Kati, we call Kroches. Kroches, yes. Yeah. So you go now? You can drop here. Okay, thank you. Okay, let's go. So អ្នកគ្នាគាត់ត្រូវទៅ hostel វិញហើយខ្ញុំគិតថាខ្ញុំជូនគាត់ទៅហ្មងអ្នកគ្នា Let's go. Yes. Oh. Can you hold for me please? Yes. Okay, you hold for me. Okay. Yeah. 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 It's good. Very good. Yeah. It's so good. Okay. See you tonight. See you tonight. Yes. Yes. Mìnhទៅជួបគ្នានៅនេះបងកន្លែងញ៉ាំការ៉េមកហើយទៅគាត់ប្រងមកវិញខ្ញុំជួយមកវិញមកទៅ Bye bye. See you tonight. បានមកពាក់ថ្មីទៀតហើយ I love making friends. Oh my god. ចាប់គេបងមិញចាប់តុក្កតាអរគុណបងចំវាគាត់កាត់ចំណងដៃនៅនឹងបណ្ដោយ